នេះគឺជាម៉ាស៊ីន62កាណុង MG 6230គឺវាអូសចេញមកគឺមិនចេញថ្នាំតែម្ដងអញ្ចឹងមិនមែនបញ្ហាមកវាស្ទះ head អីទេបាទអញ្ចឹងមិនមែនបញ្ហាមកពីស្ទះ head ទេអញ្ចឹងបើសិនជាបងប្អូនចង់ដឹងខមមិនពាក្យថាចង់ដឹងខ្ញុំនឹងធ្វើចំណុចនេះឲ្យមើលទាំងអស់គ្នាដើម្បីចំពោះម៉ាស៊ីនមួយនេះគេមានបញ្ហាចំពោះការអូសกระดาษមកការបើករបស់ម៉ាស៊ីននេះដំណើរការធម្មតាប៉ុន្តែនៅពេលដែលយើងអូសกระดาษចេញមកគឺអត់មានដិតទឹកថ្នាំទេគឺអត់ដិតទឹកថ្នាំសូម្បីតែបន្តិចអញ្ចឹងណាហើយអញ្ចឹងខ្ញុំបានយកហេតុវាមកដាក់ចូលនៅក្នុងម៉ាស៊ីននេះសាកមើលគឺយើងអូសមកជាមើលលទ្ធផលដែលយើងអូសមកគឺដិតទឹកថ្នាំធម្មតាថ្នាំដិតហើយយើងចេះតែ clean សម្អាត clean វាធម្មតាពេលដែលយើងអត់ដិតទឹកថ្នាំយើងនិយាយថាតើតែយើង clean ទៅពីចេញទឹកថ្នាំអញ្ចឹងចំណុចហ្នឹងឯងដែលយើងត្រូវតែ clean ម៉ាស៊ីនឲ្យ clean ទៀត clean ឲ្យ clean ទៀតទីបំផុតនៅតែមិនអាចព្រានចេញដដែលអញ្ចឹងរាល់បញ្ហាទាំងអស់នេះជាមើលបងប្អូនគឺกระดาษនេះយើងអូសមកចេញទឹកថ្នាំអញ្ចឹងនៅពេលដែលយើងតេស្តមើលពណ៌ឃើញទេចំពោះម៉ាស៊ីននេះយើងយក head តែមួយឯងមកដាក់ចូលក្នុងម៉ាស៊ីនមួយទៀតអញ្ចឹងទឹកថ្នាំវាគឺចេញគ្រប់ទាំងអស់អញ្ចឹងនៅពេលដែលយើងយក head នេះទៅដាក់ចូលម៉ាស៊ីននេះគឺវាអូសចេញមកគឺមិនចេញទឹកថ្នាំតែម្ដងអញ្ចឹងមិនមែនបញ្ហាមកវាស្ទះ head អីទេបាទអញ្ចឹងមិនមែនបញ្ហាមកពីស្ទះ head ទេអញ្ចឹងបើសិនជាបងប្អូនចង់ដឹងខមមិនពាក្យថាចង់ដឹងខ្ញុំនឹងធ្វើចំណុចនេះឲ្យមើលទាំងអស់គ្នាដើម្បីចែករំលែកពីចំណេះដឹងទាំងអស់គ្នាតើមកពីមូលហេតុអ្វីបានជាវាមិនចេញទឹកថ្នាំបែបនេះ